ទីផ្សារភាគហ៊ុនជាអ្វីហើយវាដំណើរការយ៉ាងដូចម្តេចភាគហ៊ុនគឺតំណាងឲ្យភាពជាម្ចាស់ក្រុមហ៊ុននៃក្រុមហ៊ុនមួយឧទាហរណ៍យើងទិញ 50% នៃក្រុមហ៊ុន TikTok នោះមានន័យថាយើងជាម្ចាស់ 50% នៃក្រុមហ៊ុន TikTok ហេតុអ្វីបានជាក្រុមហ៊ុនធំៗទាំងអស់នោះធ្វើការលក់ភាគហ៊ុនរបស់ខ្លួនក្រុមហ៊ុនធ្វើការលក់ភាគហ៊ុនរបស់ខ្លួនដើម្បីពង្រីកអាជីវកម្មឬត្រូវការលុយដើម្បីធ្វើអាជីវកម្មថ្មីមួយទៀតឧទាហរណ៍ Mr. Chanthol ជាម្ចាស់នៃក្រុមហ៊ុន Pizza ហើយគាត់ចង់ពង្រីកសាខារបស់គាត់បានបោកដកទៅឃើញថាគាត់ត្រូវការដើម $10,000 តែគាត់មានតែ $50,000 ប៉ុណ្ណោះគាត់ខ្វះ $50,000 ទៀតដូចនេះគាត់មានដំណោះស្រាយពីរ1គឺខ្ចីធនាគារទី2រកអ្នកមកវិនិយោគគាត់សម្រេចចិត្តរកអ្នកមកវិនិយោគតាមរយៈការលក់ភាគហ៊ុនក្រុមហ៊ុន Pizza របស់គាត់ដោយគាត់បែងចែកក្រុមហ៊ុនរបស់គាត់ជា10ហ៊ុនហៅថា10 share ដោយក្រុមហ៊ុនរបស់គាត់មានតម្លៃ $10,000 ស្រាប់ដូចនេះមួយហ៊ុនមានតម្លៃ $10,000 គាត់ត្រូវការតែ $50,000 ទៀតប៉ុណ្ណោះដូចនេះគាត់ធ្វើការលក់តែ5 share ទេ Mr. Siang Hao ចាប់អារម្មណ៍លើក្រុមហ៊ុន Pizza របស់ Mr. Chanthol គាត់បានទិញចំនួន1 share ស្មើនឹង 10% នៃក្រុមហ៊ុនមានតម្លៃស្មើនឹង $10,000 5 ឆ្នាំក្រោយមកក្រុមហ៊ុន Mr. Chanthol បានពង្រីកអាជីវកម្មចំនួន10សាខាមានតម្លៃសរុប $70,000 Mr. Siang Hao ដែលជាម្ចាស់ភាគហ៊ុន 10% នៃក្រុមហ៊ុនតម្លៃហ៊ុនរបស់គាត់មានតម្លៃ $70,000 បើគាត់សម្រេចចិត្តលក់នោះគាត់នឹងចំណេញបាន $60,000 ភ្លាម